Hello tất cảអ្នកទាំងអស់គ្នាជួបខ្ញុំបាទជីសាសម្រាប់រឿងហើយថ្ងៃនេះខ្ញុំក៏បានយកជារឿងថ្មីមួយមកសម្រាប់ចែកជូនអ្នកទាំងអស់គ្នាបានស្ដាប់ហើយរឿងមួយនឹងដែរវាស្ដែងជាមួយនឹងរឿងស្រីបិសាចចូលនៅវត្តរបស់យើងហើយតែរឿងមួយនឹងមានចំណងជើងថាចាប់ផ្ដើមវិញទៅបាយអូខេហើយខ្ញុំសូមដែរចំណងជើងភាសាខ្មែរថាចាប់ផ្ដើមវិញនៅនគរមនុស្សជាតិហើយរឿងមួយនេះវារៀងខ្លីនោះតែវាមិនសូវវែងដោយរឿងស្រីបិសាចចូលនៅវត្តនោះតែដោយសារតែអ្នកគូតែមួយនឹងឯងប៉ុន្តែនឹងអត់ឃើញនឹងចែកស៊ីសំតនោះតែហើយនៅពេលនេះយើងចូលទៅការចែករឿងរបស់យើងតែម្ដងទៅចាប់ផ្ដើមចែករឿងយើងមុនដំបូងយើងក៏បានឃើញនឹងទ្វីបមួយហើយទ្វីបមួយនេះវាបានបង្កើតឡើងដោយសារទេវតានិងព្រះបន្លឺសម្បីតែពពួកប្រេងវាកថាក៏បានចូលរួមផងដែរហើយនៅទីបញ្ចប់វាក៏បានបែកបាក់នឹងទ្វីបជា4ដោយសារតែវានឹងបានចូលសង្គ្រាមនៅសម័យអង្គរហើយនៅក្នុងទ្វីបទាំង4ក៏វានឹងមានអំណាចនឹងខ្លាំងដូចគ្នាហើយវាក៏មានអំណាចនៅខ្លាំងដល់សម័យឥឡូវផងដែរប៉ុន្តែការសោកសៅនឹងវាមិនបានយូរនោះទេដោយសារតែស្ដេចបិសាចនឹងបានយកឈ្នះនឹងទ្វីបទាំង4ហើយអ្នកទាំងអស់គ្នាកុំឆ្ងល់អីហេតុអ្វីបានជាគេនឹងមិនអាចយកឈ្នះទៅការស្ដេចបិសាចបានសម្បីតែវរៈបរោះក៏មិនអាចយកឈ្នះទៅកាន់គាត់បានផងដែរហើយនៅពេលនោះគាត់ក៏មើលទៅកាន់នគរមនុស្សជាតិរបស់យើងផងដែរហើយគេក៏ដាក់ហាសនាមឲ្យគាត់ថាស្ដេចបិសាចនឹងដែលមានឥទ្ធិពលប៉ុន្តែព្រះទេពធីតាគាត់នឹងមិនអាចនឹងចោលមើលរឿងនឹងបែបនេះបាននោះទេគាត់ក៏បានបង្វិលពេលវេលានឹងត្រឡប់ថៃក្រោយវិញសម្បីតែព្រះនៃលំហគាត់ក៏បានចូលរួមផងដែរប៉ុន្តែពួកគាត់នឹងបានដកនឹងការចងចាំរបស់មនុស្សជាតិឲ្យពួកគេនឹងរស់នឹងសារដើមវិញឬឲ្យពួកគេនឹងស្វែងយល់នឹងសារដើមវិញមិនឲ្យពួកគេនឹងចងចាំពីជាតិនេះនោះទេប៉ុន្តែវេទមន្តលុបការចងចាំវាមានសិទ្ធិភាពបានតែប្រជាជនធម្មតានោះទេបើសិនជាប៉ាមានអ្នកអំណាចខ្លាំងពួកគេមានការចងចាំពីជាតិមុនសពេសពិលនោះទេវានឹងមិនអាចលុបបាត់ចោលទាំងស្រុងនោះទេប៉ុន្តែការលុបការចងចាំវានឹងមិនមានសិទ្ធិភាពដែលពួកគេនឹងបានកាន់សាសនានឹងព្រះនោះទេហើយនៅពេលនោះការបង្វិលពេលវេលាថយក្រោយវាបានចាប់ផ្ដើមហើយនៅពេលនោះវាក៏បាននឹងលឺចែងចាញនៅក្នុងទីក្រុងមនុស្សហើយនៅពេលនោះគេក៏បាននិយាយតទៀតថាទោះបីអ្នកនឹងមានកម្លាំងខ្លាំងប៉ុណ្ណាក៏ដោយចូលអ្នកនឹងមិនអាចនឹងយកឈ្នះទៅកាន់ពួកព្រះផងដែរហើយនៅពេលនេះសេរីរឿងរបស់យើងកាន់មកពេលបច្ចុប្បន្នវិញផងដែរនៅពេលនោះយើងក៏បានឃើញនឹងព្រះវិហារនៃបរិស័ទមួយបន្ទាប់វាបានត្រឡប់ពេលវេលាមកថយក្រោយវិញរយៈពេល18ឆ្នាំនៅទ្វីបខាងលិចហើយនៅពេលនោះយើងក៏បានឃើញក្មេងប្រុសនៅក្នុងព្រះវិហារគាត់បានគិតថានៅពេលនេះគាត់បានអធិដ្ឋាននឹងចប់ហើយនៅពេលនេះគាត់ទៅតែទៅផ្ទះហើយគាត់នឹងត្រឡប់ទៅដេកគាត់នឹងពិតជាសប្បាយចិត្តណាស់នៅជីវិតមួយនេះហើយគេក៏បានប្រាប់យើងផងដែរគាត់មានឈ្មោះថារេវីហើយគាត់គឺជាស្ដេចបិសាចរបស់យើងហ្នឹងហើយនៅពេលនោះស្រាប់តែមានអ្វីនឹងក៏បានស្ទុំរកគាត់ហើយនៅពេលនោះនាងក៏បាននិយាយថាព្រះវិហារនៃបរិស័ទហ្នឹងពួកគេនឹងមិនត្រូវការស្ដេចបិសាចនោះទេហើយនៅពេលនោះនាងក៏បានកាប់ទៅកាន់ស្ដេចបិសាចរបស់យើងនឹងមិនដាវប៉ុន្តែដាវរបស់នាងនឹងក៏បានបាក់ទៅវិញហើយគេក៏បានប្រាប់យើងផងដែរនាងមានឈ្មោះថាអេវឡាំងយូរីហើយនាងមានអាយុ18ឆ្នាំការងាររបស់នាងនឹងអ្នកកាន់ដាវឬមួយទៀតហើយនាងបានថាគឺអ្នកនឹងប្រយុទ្ធក៏បានផងដែរហើយនៅពេលនោះស្ដេចបិសាចរបស់យើងក៏បានប្រាប់ទៅកាន់នាងថាគាត់នឹងគ្រាន់ជាអ្នកបូជាចារដ៏ស្មោះត្រង់នោះទេហើយនៅពេលនេះអ្នកនឹងកំប្រត់ឲ្យនៅសារទីនេះជាបូជាចារណាវានឹងមានសម្លេងរំខានទៅកាន់ពួកគេហើយនៅពេលនេះគាត់នឹងចាចែងទៅហើយនៅពេលនេះគាត់នឹងមិនដូចពីមុននោះទេនៅពេលនេះពិភពលោកបានត្រឡប់ថយក្រោយហើយនៅពេលនេះគាត់នឹងមិនធ្វើបែបនឹងពេកទេហើយនៅពេលនេះនាងនឹងគួរតែដោះលែងគាត់បានហើយនៅពេលនោះគាត់ក៏បានគិតថាហេតុអ្វីមិនគាត់យើងនៅតែចាំគាត់បានទេហើយចូលការលុបការចងចាំនឹងក៏វានឹងមិនបានផលទៅកាន់នាងមែនទេហេតុអ្វីបានជាមនុស្សទាំងអស់គ្នាហេតុអ្វីបានកើតឡើងទៅកាន់នាងចាហើយយូរីក៏បានតបវិញថាដរាបណានាងនៅរស់នាងនៅតែតតាំងជាមួយនឹងស្ដេចបិសាចហើយតលូននៅតែឈប់អនុស័យមួយខ្ញុំនៅទីនោះមែនទេតលូននឹងមិនប្រយុទ្ធមែនទេហើយគាត់ក៏បានតបវិញថាគាត់ពិតជាធុញត្រង់អាការឈ្នះខ្លាំងណាស់នៅពេលនេះគាត់នឹងមិនចង់ប្រយុទ្ធនោះទេហើយយូរីក៏បានគិតថាអីគេតែស្ដេចបិសាចនឹងគាត់នឹងជាបូជាចារមែនទេចូលមានន័យថានៅពេលនេះនាងនឹងអ្នកប្រយុទ្ធហើយនាងនឹងមិនអាចប៉ះពាល់ទៅកាន់គាត់បានហើយនៅពេលនោះសេរឿងរបស់យើងកាន់មកដល់ក្នុងទីក្រុងឃើញស្ដេចបិសាចរបស់យើងនឹងកំពុងតែដើរអាសភៅហើយនៅពេលនោះគាត់ក៏ដាច់ចិត្តគាត់បានសួរទៅកាន់យូរីថាតើនាងនឹងតែដើរតាំងគាត់ដល់ណាទេតើនាងនឹងចង់បានអីហើយយូរីក៏បានតបវិញថាបន្ទាប់ពីលោកបានធ្វើរឿងនឹងតើខ្ញុំនឹងគួរតែដោះលែងលោកមែនទេហើយនៅពេលនេះខ្ញុំខំតាមរងលោកតាំងពីទីក្រុងមួយទៅទីក្រុងមួយនៅពេលនេះខ្ញុំជុកទៅកាន់លោកហើយតើពេលលោកនិយាយបែបនោះស្មានតែខ្ញុំនឹងដោះលែងទៅកាន់លោកមែនទេហើយគាត់ក៏បានតបទៅកាន់នាងថានៅពេលនេះនាងកំពុងជាកម្លាំងរបស់នាងនឹងតាមរងមកកាន់គាត់អីគាត់នឹងគ្មានអីទៅឲ្យនាងនឹងតាមរងនោះតែហើយនៅពេលនោះស្រាប់តែមានក្មេងប្រុសម្នាក់នឹងក៏បានប្រាប់ទៅកាន់ម៉ាក់គេថាម៉ាក់មិនគូម៉ាក់អីមិនឃើញបូជាចារនឹងបានបោះបង់ក្មេងស្រីម្នាក់ទេមើលទៅកាន់គាត់ទៅគាត់នឹងមិនខ្វល់ទៅកាន់ក្មេងស្រីនឹងទេហើយនៅពេលនោះម៉ាក់របស់គេក៏បានប្រាប់ថាកុំឲ្យឯងនឹងថោះទៅធ្វើមនុស្សលងដូចជាគាត់អីហើយនៅពេលនេះតាំងខ្លួនឯងជាបូជាចារឥឡូវនេះបានក្បត់ក្មេងស្រីម្នាក់ទៅវានឹងមិនសមហេតុផលសោះឲ្យហៅខ្លួនឯងនឹងបូជាចារហើយស្ដេចបិសាចរបស់យើងទៅបានប្រមាណផងគេយកច្រឡំតាមនៅអាក្រក់បាត់ទៅហើយនៅពេលនោះយូរីក៏បានប្រាប់ទៅការស្ដេចបិសាចរបស់យើងថានៅពេលនេះនាងរវល់ហើយដោយសារតែនាងនឹងទៅវឹកហាត់ទៅឡើងតំណែងខ្លួនឯងនៅពេលនេះនាងនឹងមិនចង់ចាញ់ទៅកាន់គាត់ឯងនោះទេហើយខ្ញុំស្បត់ថាខ្ញុំនឹងយកឈ្នះទៅកាន់ឯងនៅពេលនេះឯងនឹងចាំខ្ញុំសិនទៅហើយស្ដេចបិសាចរបស់យើងក៏បានតបវិញថាឯគេតើនាងនឹងចង់យកឈ្នះមកកាន់ខ្ញុំមែនទេ
បន្តែខ្ញុំគ្រាន់តែចង់រស់នៅទីនេះឲ្យបានសុខសាន្តនោះទេខ្ញុំនឹងមិនចង់មានការប្រយុទ្ធអីនោះទេហើយតានាងនឹងមិនលើកលែងមកឲ្យខ្ញុំមែនទេហើយសេរឿងរបស់យើងក៏បានកាត់មួយឆ្នាំក្រោយមកយើងក៏បានឃើញនឹងស្ដេចបិសាចរបស់យើងនឹងកំពុងតែអង្គុយភ័យផងដែរហើយយើងក៏เลยមើលទៅកាន់ដៃយូរីទៅវាមាននឹងអញ្ជើញមួយផងដែរប្រហែលជាវានឹងមានន័យនឹងបែបនោះហើយនៅពេលនោះយូរីក៏បាននិយាយថានៅពេលនេះនឹងខ្ញុំនឹងក៏បានរៀបចំអាហារឲ្យអ្នកនឹងរួចហើយតែអ្នកនឹងចង់ហូបដែរទេហើយស្ដេចបិសាចរបស់យើងក៏បានគិតថាអីគេទៅខ្មុំទៀតហើយមែនទេហើយនៅពេលនោះគាត់ក៏បានអរគុណផងដែរដែលបានរៀបចំអាហារឲ្យគាត់នឹងបានហូបហើយនៅពេលនោះគាត់ក៏បានមើលទៅកាន់ម្ហូបមួយនឹងទៅគាត់ប្រហែលតែមាននឹងថ្នាំពុលនោះទេប៉ុន្តែគាត់នឹងមិនហ៊ានហូបនោះទេគាត់នឹងក៏បានយកទៅនឹងមកផឹកពេញហើយនាងក៏បានសួរថាតើគាត់នឹងមិនហូបមែនទេតែគាត់នឹងខ្លាចថានាងនឹងដាក់ថ្នាំពុលមែនទេហើយស្ដេចបិសាចរបស់យើងក៏បានតបទៅកាន់នាងថាប្រហែលជាវានឹងមិនអីនោះទេហើយនៅពេលនោះយូរីក៏បានប្រាប់ទៅកាន់គាត់ថាប៉ុន្តែថ្នាំពុលបាននៅក្នុងភេទជ្ជៈដែលគាត់នឹងកំពុងតែផឹកនឹងឯងហើយធ្វើស្ដេចបិសាចរបស់យើងក៏បានកពុលមុខផងដែរហើយដើម្បីបានជានាងនឹងនិយាយសើចជាមួយគាត់ចឹងហើយនៅពេលនេះសាច់រឿងរបស់យើងក៏បានលេចឡើងអ្នកទាំងពីរក៏បានប្រយុទ្ធគ្នាការពលិកមុនផងដែរហើយនៅពេលនោះស្រាប់តែយើងនឹងក៏បានឃើញការប្រព្រឹត្តមួយនៅក្នុងកណ្ដាលទីក្រុងហើយនៅពេលនោះយើងក៏បានឃើញនៅយូរីក៏បានខ្ទេតផងដែរនាងក៏បាននិយាយថាអ្វីគេតែថាពងមួយនេះពិតជាហួសហេតុពេកហើយស្ដេចបិសាចរបស់យើងក៏បានឈរមើលទៅកាន់យូរីផងដែរបន្ទាប់ពីយូរីក៏បានខ្ទេតមកដល់ដីហើយនៅពេលនោះនាងបាននិយាយទៅកាន់ស្ដេចបិសាចថាបើយល់អស់គាត់នឹងស្រឡាមមកកាន់នាងមកកុំឲ្យវានឹងមានភាពនឹងរញ៉េរញ៉ៃទៀតអីនៅពេលនោះស្ដេចបិសាចរបស់យើងក៏បានតបវិញថាមិនអីនោះទេប្រហែលពេលនេះគាត់នឹងកញ្ចាប់តទាំងអស់ហើយស្ដេចបិសាចរបស់យើងក៏បានបញ្ចេញនឹងអាចកាយមួយមកហើយវានឹងពិតជាធំមែនតើដាក់ទៅកាន់ទីក្រុងមនុស្សរបស់យើងហើយអ្នកដែលបានឃើញហេតុការណ៍មួយនឹងពួកគេក៏បានរត់ចេញទីក្រុងផងដែរប៉ុន្តែវានឹងមិនអាចទៅរួចនោះទេដោយសារតែពេលនោះវាក៏បានផ្ទុះទៅបាត់ហើយទីក្រុងទាំងមូលក៏បានម៉ត់ផងដែរហើយនៅពេលនោះយើងក៏បានអើតឃើញទៅកាន់លើតបោទៀតផងដែរស្ដេចបិសាចរបស់យើងក៏បានភ្ញាក់ពីដេកវិញផងដែរអត់នោះទេត្រូវថ្នាំពុលហើយនៅពេលនោះគាត់បានគិតថាហេតុអ្វីបានជាគាត់នឹងយកសំនឹងឃើញរឿងនឹងទៀតហើយតែថ្នាំពុលនឹងវាមានសិទ្ធិភាពជាមួយនឹងគាត់មែនទេហើយនៅពេលនោះគាត់នឹងមិនចង់គិតច្រើននោះទេគាត់ក៏បាននឹងបំផ្លាញទីក្រុងទាំងមូលទាំងម្ដងហើយគាត់នឹងមិនចង់ធ្វើរឿងបែបនោះទេប៉ុន្តែគាត់នឹងខ្ជិលនឹងសាំទៅបែយយូរពេកហើយនៅពេលនោះគាត់ក៏បានងាកមកចេះគាត់បាននិយាយថាហើយបើសិនជាវានឹងបែបនឹងមែនគាត់នឹងមិនបាក់ទប់ជាមួយនឹងយ៉ាងនោះទេបន្ទាប់ពីគាត់នឹងបានងាកមកគាត់ក៏បានឃើញនឹងយូរីនៅខាងមុខគាត់ផងដែរហើយនៅពេលនោះគាត់ក៏បាននិយាយថាហេតុអ្វីបានជាគាត់នឹងជួបទៅកាន់មុខនាងទៀតហើយនៅពេលនោះយូរីក៏បានស្ទុះចេញពីស្ដេចបិសាចរបស់យើងយ៉ាងបាននិយាយថាហេតុអ្វីបានជាស្ដេចបិសាចនឹងដេកទៅលើឥដ្ឋចឹងតែគាត់នឹងកាត់អីហើយស្ដេចបិសាចរបស់យើងក៏បានតបវិញថាគាត់នឹងអត់ដឹងដែរគាត់ទៅភ្ញាក់ពីដេកដែរនឹងហើយយូរីក៏បានប្រាប់ទៅកាន់ស្ដេចបិសាចរបស់យើងថាតើគាត់នឹងមិនចោលចាំពីយកម៉ាញ់មែនទេថាគាត់នឹងកំពុងតែធ្វើស្អីហើយស្ដេចបិសាចរបស់យើងក៏បានប្រាប់ថាគាត់នឹងអត់ចោលចាំទេតើយកម៉ាញ់នឹងកាត់អីហើយយូរីក៏បានប្រាប់ទៅកាន់ទូប្រុសរបស់យើងថាយកម៉ាញ់នឹងគាត់នឹងបានធ្លាក់លើក្រែបន្ទាប់ពីគាត់នឹងបានត្រូវថ្នាំពុលរបស់នាងប៉ុន្តែនាងច្បាស់ណាស់ថ្នាំពុលរបស់នាងនឹងមិនអាចធ្វើអីទៅកាន់គាត់បាននោះទេហើយស្ដេចបិសាចរបស់យើងក៏បានតបវិញថាកំប្រាំណាថាអ្នកនឹងបានធ្វើវាដែរហើយនាងក៏បានតបថាមិនហើយបានជានាងនឹងបានស្ដីជាមួយនឹងការ៉ូជាមួយនឹងអ្នកនឹងឯងបើសិនជានាងមិនត្រូវថ្នាំពុលនាងក៏មិនធ្វើអញ្ចឹងផងដែរសេរឿងរបស់យើងកាន់មកដល់ថ្ងៃមិនតបនៅក្នុងព្រៃស្រែកបិសាចរបស់យើងនឹងកំពុងតែអង្គុយលេងផងដែរហើយនៅពេលនោះគាត់បានថាហេតុអ្វីបានជាគាត់នឹងមកត្រូវរៀបការជាមួយនឹងម្រាមបរោះអញ្ចឹងហើយគាត់គ្រាន់តែចង់រស់នៅស្រុកស្រួលគាត់ខ្លាចជាបូជាចាស់តែរឿងមួយនឹងវានឹងមិនលើកលែងមកឲ្យគាត់សោះហេតុអ្វីបានជាគាត់នឹងទៅរៀបការជាមួយនឹងម្រាមបរោះអញ្ចឹងហើយនៅពេលនេះយើងដឹងហើយអញ្ជើញមួយវងដែលនៅនឹងយូរីនឹងជាអញ្ជើញរៀបការហើយនៅពេលនេះអាចជាអ្នកទាំងពីរអាប់ជើពាក់មួយគ្នាហើយនៅពេលនោះគាត់បានមើលទៅការចិញ្ចៀនមួយនឹងផងដែរគាត់បាននិយាយថាតើចិញ្ចៀនមួយនឹងជាចិញ្ចៀនដាសាមែនទេហើយទោះបីគាត់នឹងខំប្រឹងយ៉ាងណាក៏ឲ្យគាត់នឹងដកមិនបាននោះទេប៉ុន្តែវាខំប្រឹងមិនបានសម្រេចគាត់បាននិយាយថាដល់ពេលនេះបោះបង់វាចោលទៅហើយទៅជីវិតសុខសាន្តរបស់គាត់នឹងបណ្ដានឹងបានសម្រេចទៅដោយសារតែពេលនេះគាត់នឹងមកត្រូវរៀបការជាមួយនឹងនាងទេហើយនៅពេលនោះគាត់ក៏បានឃើញនឹងបិសាចនឹងបានវាផាទៅកាន់ក្រុមអ្នកនឹងប្រមាញ់បិសាចផងដែរហើយនៅពេលនោះអ្នកបាញ់ភ្នូបានសួរទៅកាន់អ្នកប្រើវេទមន្តថាហេតុអ្វីបានជាឯងនឹងចេញទៅរត់គេចចឹងបើសិនជាឯងនឹងមិនប្រើវេទមន្តពួកយើងនឹងងឹតទាំងអស់គ្នានៅទីនេះហើយដែរហើយយើងក៏មិនដឹងថាស្ដេចបិសាចរបស់យើងនឹងជួយទៅកាន់ពួកគេផងដែរសេរឿងរបស់យើងកាលមកដល់ថ្ងៃថ្មីហើយស្ដេចបិសាចរបស់យើងនឹងកំពុងតែកើតផងដែរគាត់បានគិតថាបន្ទាប់ពីនាងបានបាត់ខ្លួនមួយឆ្នាំហើយនាងក៏បានត្រឡប់មកវិញអ្វីៗគ្រប់យ៉ាងរបស់គាត់នឹងក៏បានរលាយអស់ផងដែរហើយនៅពេលនោះស្រាប់តែមាននរណាគេម្នាក់នឹងក៏បានដើរមកហើយនាងក៏បានសួរថាតើគាត់ជាបូជាចាមែនទេនៅពេលនេះខ្ញុំត្រូវការអ្នកនឹងព្យាបាលមកកាន់ខ្ញុំហើយស្ដេចបិសាចរបស់យើងក៏បានតបថាវានឹងមិនអីនៅទេបន្ទាប់ពីខ្ញុំបានបោះសម្អាតរួចខ្ញុំនឹងព្យាបាលទៅកាន់អ្នកហើយតែនៅពេលនេះតើមានអ្នកណាគេនឹងរងរបួសមែនទេហើយនៅពេលនោះយូរីក៏បាននិយាយថាមែនហើយខ្ញុំត្រូវការអ្នកនឹងព្យាបាលខ្ញុំឥឡូវនេះហើយតើអ្នកនឹងមិនចង់ព្យាបាលខ្ញុំមែនទេតើអ្នកនឹងជាបូជាចាខ្លាំងខ្លាដែលខ្ញុំនឹងបានគិតមែនទេហើយស្ដេចបិសាចរបស់យើងក៏បាននិយាយថាវានឹងមិនអីនៅទេតែតើអ្នកនឹងកាត់ឲ្យឥឡូវនេះតើអ្នកនឹងរងរបួសមកពីទីណាផងដែរហើយនៅពេលនេះអ្នកនឹងក៏មករ៉ាស់ឲ្យខ្ញុំនឹងកំពុងតែព្យាបាលទៅកាន់អ្នកណាហើយគណៈពេលកំពុងតែព្យាបាលផងដែរស្ដេចបិសាចរបស់យើងក៏បានសួរថាហេតុអ្វីបានជាវរៈបរោះនឹងបណ្ដោយខ្លួនឯងនឹងមានគ្រោះថ្នាក់បែបនេះចឹងហើយតើពោជ័យទេវធីតានឹងមិននៅខ្លួនរបស់អ្នកមែនទេហើយនៅក្នុងចិត្តរបស់គាត់ក៏បានគិតថាតើ
អ្នកណាគេនឹងបានហ៊ានធ្វើបាបទៅកម្មរៈបរោះបានទៅបើអ្នកនឹងខ្លាំងបែបនេះហើយនៅពេលនោះស្រាប់តែអ្នកនឹងក៏បាននឹងញញឹមឡើងនាងក៏បានស្ទុះទៅដកស្រន់ដៃទៅកាន់ស្ដេចបិសាចបើយើងហើយនាងក៏បានចាំជានឹងមើលខ្លាចតែស្ដេចបិសាចបើយើងនឹងដោះទៅកាន់ជានឹងចាញ់ហើយស្ដេចបិសាចបើយើងក៏បានសួរថាតើអ្នកនឹងកំពុងតែធ្វើស្អីហើយនៅពេលនេះសេរឿងបើយើងការបរោះថ្ងៃថ្មីនៅក្នុងព្រះវិហារនៃបរិស័ទហើយយើងមើលតាមទឹកមុខស្ដេចបិសាចបើយើងទៅគាត់ដូចជាអស់សង្ឃឹមចឹងបានឲ្យគ្នាអស់សង្ឃឹមយ៉ាងម៉េចនៅពេលនេះនឹងខ្លាចជាកូនកន្លោះរបស់គេបានហើយហើយនៅពេលនោះស្ដេចបិសាចរបស់យើងក៏បាននិយាយថាហេតុអ្វីបានជារឿងមួយនឹងកាត់ឡើងសម្រាប់គាត់ចឹងគាត់នឹងមិនយល់នោះទេហើយនៅពេលនោះយូរីក៏បានប្រាប់ពីចិញ្ចៀនមួយនឹងផងដែរចិញ្ចៀនមួយនឹងនាងខំស្វែងរកអស់រយៈពេល2ឆ្នាំហើយចិញ្ចៀនមួយនឹងបើសិនជាយើងបានពាក់វាទៅវានឹងដល់នឹងក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមកហើយបើសិនជាអ្នកចង់ដល់វានឹងមិនអាចទៅរងនោះទេហើយវាក៏មានមុខងារនឹងផ្សេងគ្នាផងដែរប៉ុន្តែនៅពេលនេះអ្នកនឹងមិនអាចប្រើវេទមន្តមកដាក់នាងបាននោះទេដោយសារតែចិញ្ចៀនមួយនឹងវាបានហាមឃាត់គ្នាមិនឲ្យនឹងប៉ះពាល់គ្នានោះទេឬមួយក៏មិនអាចនឹងវាយប្រហារគ្នាបាននោះទេហើយស្ដេចបិសាចរបស់យើងក៏បានគិតថាចៃបានជាគាត់នឹងដល់វានឹងមិនបានដោយសារតែវានឹងមានបណ្ដាសាមែនដូចជាគាត់នឹងបានកើតចឹងហើយនៅពេលនោះយូរីក៏បាននិយាមឡើងមកនៅពេលនេះទុនសាយខ្លាចជាខ្លាយហើយនៅពេលនេះនាងនឹងមិនព្រួយបារម្ភនោះទេទោះលោកនឹងរត់ដល់ណាក៏ដោយនាងនឹងតែវាយប្រហារទៅកាន់លោកបានជានិច្ចដោយសារតែចិញ្ចៀនមួយនឹងលោកនឹងមិនអាចប៉ះពាល់មកកាន់នាងបានទេប៉ុន្តែនាងនឹងអាចវាយប្រហារទៅកាន់លោកបានហើយយើងមើលតាមទឹកមុខស្ដេចបិសាចរបស់យើងនឹងកំពុងតែភ័យខ្លួនហើយយើងបាននិយាយតទៀតថានៅពេលនេះលោកនឹងត្រូវតែរស់នៅជាមួយនឹងខ្ញុំដល់ចាំកងខ្នងស្លាប់ទៅជាមួយគ្នាហើយការស្លាប់របស់លោកត្រូវតែបែបនោះឯងបានជាវានៅសំដំណើរជាមួយនឹងនាងហើយនៅពេលនេះរឿង The White Oak King របស់យើងក៏បានដល់ទីបញ្ចប់ផងដែរហើយរឿងមួយនឹងដែរវាដូចជាផ្ដោតថាមិនឲ្យមកកាន់ពួកយើងចឹងបើសិនជាអ្នកណាមានគូពួកគេនឹងបានរៀបការជាមួយគ្នានៅពេលនោះសាទទុនសាយនឹងខ្លាចជាខ្លាហើយខ្ញុំមានតែប៉ុណ្ណេះនោះទេរឿង The White Oak King របស់យើងក៏បានដល់ទីបញ្ចប់ផងដែរចាំជួបគ្នានៅវីដេអូក្រោយអរនោះទេមានភ័ក្រក្រោយទេរឿងមួយនឹង